ខ្ញុំបានកើតនៅក្នុងគ្រួសារព្រះពុទ្ធសាសនាប៉ុន្តែនៅពេលដែលខ្ញុំបានស្គាល់សាសនាគ្រិស្តវាហាក់ដូចជាមានភាពបើកចំហខ្លាំងអ្នកមានសេរីភាពក្នុងការធ្វើអ្វីៗស្ទើរតែទាំងអស់ដូច្នេះខ្ញុំបានចាប់ផ្ដើមទូលអង្វរព្រះថាខ្ញុំមិនដឹងថាតើនរណាជាព្រះពិតប្រាកដនៅពេលនេះទេខ្ញុំកំពុងស្វែងរកព្រះអង្គសូមព្រះអង្គចង្អុលបង្ហាញផ្លូវដល់ខ្ញុំផងកាលខ្ញុំជាពុទ្ធសាសនិកខ្ញុំបានស្នាក់នៅក្នុងវត្តកាលខ្ញុំជាគ្រីស្ទសាសនិកខ្ញុំបានបម្រើនៅក្នុងព្រះវិហារដូច្នេះខ្ញុំបានសម្រេចចិត្តស្នាក់នៅក្នុងវិហារអ៊ីស្លាមរយៈពេល4ឆ្នាំបន្ទាប់មកខ្ញុំបានរកឃើញថាសាសនាអ៊ីស្លាមហាក់ដូចជាមានភាពជាក់ស្ដែងនិងមានតុល្យភាពល្អខ្លាំងណាស់ដែលខ្ញុំមិនធ្លាប់បានបទពិសោធន៍នៅក្នុងសាសនាផ្សេងទៀតឡើយអស្សាឡាមអាឡៃគុំលោក Sheikh Hussein Yi សូមអល់ឡោះប្រទានពរនិងសន្តិភាពដល់អ្នកខ្ញុំគ្រាន់តែចង់ចាប់ផ្ដើមសំណួរដំបូងដោយសួរថាតើ Sheikh Hussein Yi មានប្រវត្តិរូបយ៉ាងណាដែរតើអ្នកអាចរៀបរាប់សង្ខេបអំពីជីវិតរបស់អ្នកបានទេវ៉ាអាឡៃគុំអស្សាឡាមឈ្មោះរបស់ខ្ញុំត្រូវបានគេស្គាល់ថា Muhammad Hussein Yi នៅពេលដែលខ្ញុំបានក្លាយជាអ្នកកាន់សាសនាអ៊ីស្លាមខ្ញុំជាជនជាតិចិនជីវិតរបស់ខ្ញុំបានចាប់ផ្ដើមពីព្រោះខ្ញុំបានកើតនៅក្នុងគ្រួសារកាន់ព្រះពុទ្ធសាសនាដូច្នេះជាទូទៅប្រសិនបើអ្នកកើតនៅក្នុងគ្រួសារនោះការអប់រំប្រកបដោយការប្រតិបត្តិតាមប្រពៃណីនិងតាមឪពុកម្ដាយរបស់អ្នកហើយខ្ញុំស្រឡាញ់កិច្ចការខាងវិញ្ញាណដូច្នេះខ្ញុំចូលចិត្តចូលរួមនៅក្នុងវត្តនិងបម្រើក្នុងវត្តបន្ទាប់មកដោយមានការសម្រេចពីអល់ឡោះខ្ញុំក៏បានផ្លាស់ទៅកាន់សាសនាគ្រិស្តបន្ទាប់ពីផ្លាស់ទៅកាន់សាសនាគ្រិស្តដោយសារតែសមាជិកគ្រួសារមួយចំនួនរបស់ខ្ញុំគឺជាគ្រួសារចម្រុះមានទាំងគ្រិស្តពុទ្ធសាសនាតាវនិងអ្នកមិនកាន់សាសនាហើយបន្ទាប់មកដោយមានការសម្រេចពីអល់ឡោះខ្ញុំបានស្វែងរកអ្វីមួយដែលអាចធ្វើខ្ញុំមានអារម្មណ៍ល្អហើយអាចជឿលើអ្វីដែលមានគ្រឹះរឹងមាំមិនមែនគ្រាន់តែជាពាក្យចចាមអារាមនោះទេប៉ុន្តែជាអ្វីដែលមានភស្តុតាងច្បាស់លាស់បន្ទាប់មកនៅឆ្នាំ1968ខ្ញុំបានអានប្រវត្តិរូបរបស់អូម៉ាអ៊ីប៊ិនអល់ខាតាប់ហើយបន្ទាប់មកខ្ញុំបានក្លាយជាអ្នកកាន់សាសនាអ៊ីស្លាមហើយនោះហើយជាការចាប់ផ្ដើមជីវិតជាអ្នកកាន់សាសនាអ៊ីស្លាមរបស់ខ្ញុំតាំងពីឆ្នាំ1968មកហើយត្រឡប់ទៅកាលពីឆ្នាំដែលអ្នកធំដឹងក្តីជាពុទ្ធសាសនិកវិញតើជីវិតរបស់អ្នកតាក់ទងនឹងជំនឿយ៉ាងណាដែរតើអ្នកធ្លាប់ជឿលើអ្វីក្នុងនាមជាពុទ្ធសាសនិកពិតណាស់អ្នកជឿលើការប្រដៅរបស់ព្រះពុទ្ធគោតមអំពីតម្លៃនិងខាងចិត្តវិញ្ញាណអ្វីដែលសំខាន់បំផុតគឺព្រះអង្គបានព្យាយាមធ្វើឲ្យអ្នករាល់គ្នាជឿជាក់ថាទុក្ខវេទនាគឺជារឿងពិតតើព្រះអង្គបានជឿលើបរលោកដែរទេតើព្រះអង្គបានបង្រៀនអំពីបរលោកឬជឿលើព្រះតែមួយអង្គដែរទេបន្ទាប់ពីខ្ញុំបានក្លាយជាអ្នកកាន់សាសនាអ៊ីស្លាមខ្ញុំជឿជាក់ថាព្រះអង្គបានជ្រាបនោះហើយជាមូលហេតុដែលព្រះអង្គធ្វើការបួងសួងនិងមានការក្រាបថ្វាយបង្គំផងដែរការបួងសួងរបស់ព្រះអង្គអ្នកអាចមើលឃើញពីតម្លៃរបស់វាហើយនៅពេលដែលអ្នកឃើញពាក្យសុខនិងទុក្ខអ្នកនឹងយល់ពីអ្វីដែលអល់ឡោះបានត្រាស់ថាយើងពិតជាបានបញ្ជូនអ្នកនាំសារទៅកាន់គ្រប់ប្រជាជាតិនៅក្នុងគម្ពីរកូរ៉ានមានរៀបរាប់25នាមប៉ុន្តែភាគច្រើននៃអ្នកនាំសារមិនត្រូវបានរៀបរាប់ឡើយខ្ញុំមានអារម្មណ៍ថាប្រហែលជាព្រះអង្គគឺជាម្នាក់ក្នុងចំណោមនោះព្រះអង្គមិនដែលអំពាវនាវឲ្យនរណាម្នាក់ថ្វាយបង្គំព្រះអង្គឡើយហើយព្រះអង្គមិនដែលថាគ្មានព្រះនោះទេប៉ុន្តែព្រះអង្គផ្ទាល់បានក្រាបថ្វាយបង្គំនិងតាក់ទងជាមួយចេតនាកំបាំងតែអ្នកដើរតាមបានប្រតិបត្តិតាមការប្រដៅរបស់ព្រះអង្គយ៉ាងណានោះមានតែអល់ឡោះទេដែលជ្រាបវាដូចជាលោកម៉ូសេនិងលោកយេស៊ូដែរលោកយេស៊ូមិនដែលពោលថាលោកជាព្រះឬជាបុត្រារបស់ព្រះឡើយប៉ុន្តែឥឡូវនេះអ្នកដើរតាមបែរជាពោលថាលោកជាព្រះបិតាព្រះបុត្រានិងអ្វីៗទាំងអស់រួមបញ្ចូលគ្នាតែមួយវាមិនមែនជាកំហុសរបស់លោកយេស៊ូនោះទេប៉ុន្តែជាកំហុសរបស់មនុស្សជំនាន់ក្រោយដែលបានបង្កើតសាសនាថ្មីនិងយកនាមរបស់លោកមកប្រើដូច្នេះបន្ទាប់ពីខ្ញុំក្លាយជាអ្នកកាន់សាសនាអ៊ីស្លាមខ្ញុំយល់កាន់តែច្បាស់អំពីអ្វីដែលព្រះពុទ្ធបានធ្វើនិងរបៀបដែលព្រះអង្គហ្វឹកហាត់មនុស្សគ្រប់គ្នាឲ្យស្អាតស្អំចិត្តមិនឲ្យធ្វើជាទាសករនៃតណ្ហារបស់ខ្លួនហើយជីវិតលោកីនេះគឺគ្មានន័យអ្វីឡើយអ្នកត្រូវបានចិញ្ចឹមបីបាច់ជាពុទ្ធសាសនិកក្នុងគ្រួសារហើយតើអ្វីដែលធ្វើឲ្យអ្នកចាប់ផ្ដើមសង្ស័យលើជំនឿរបស់អ្នកតើអ្វីជាចំណុចដែលធ្វើឲ្យអ្នកចោទសួរសម្រាប់ខ្ញុំដោយសារតែកាលពីខ្ញុំនៅក្មេងខ្ញុំស្រឡាញ់កិច្ចការខាងចិត្តវិញ្ញាណទាំងនេះណាស់ប្រសិនបើគេនិយាយអំពីបិសាចខ្មោចឬទេវតាខ្ញុំចូលចិត្តស្វែងយល់ពីបទពិសោធន៍ប្រសិនបើគេថាកុំទៅព្រៃខ្មោចមានខ្មោចនៅទីនោះខ្ញុំចូលចិត្តទៅដេកនៅទីនោះពី3ម៉ោងឬមួយយប់ប្រសិនបើអាចដូច្នេះយើងបានព្យាយាមអស់ពីសមត្ថភាពដើម្បីទទួលបានបទពិសោធន៍ក្នុងជីវិតក៏ព្រោះតែរឿងទាំងនេះគ្មាននៅក្នុងសៀវភៅឡើយបន្ទាប់មកអ្វីដែលបានកើតឡើងគឺខ្ញុំបានឃើញថាមានរឿងជាច្រើនត្រូវបានហាមឃាត់ដោយការប្រដៅខ្ញុំមិនដឹងថាវាមកពីព្រះអង្គឬយ៉ាងណានោះទេប៉ុន្តែយោងតាមអ្វីដែលយើងកំពុងប្រតិបត្តិតាមគឺមិនអាចញ៉ាំសាច់មិនឲ្យសម្លាប់សត្វព្រោះការសម្លាប់ត្រូវបានហាមឃាត់ដូច្នេះអ្នកត្រូវហូបបួសសុទ្ធមានន័យថាអ្នកផ្ដាច់ខ្លួនចេញពីលោកីដូច្នេះក្នុងនាមជាយុវជនម្នាក់ខ្ញុំមានអារម្មណ៍ថាមានអ្វីមួយបាត់បង់វាគ្មានតុល្យភាពនិងគ្មានហេតុផលសមស្របសម្រាប់ខ្ញុំឡើយប៉ុន្តែខ្ញុំបានប្រតិបត្តិតាមតម្លៃល្អៗអំពីរបៀបធ្វើខ្លួនឲ្យរៀបសាររបៀបសម្អាតចិត្តគំនិតមិនដេញតាមតណ្ហាមិនជំពាក់វង្វេងនឹងលោកីមិនគិតពីការរៀបការគឺគ្រាន់តែធ្វើជាមនុស្សល្អដូច្នេះខ្ញុំមានអារម្មណ៍ថាវាមិនមានតុល្យភាពត្រឹមត្រូវឡើយនោះហើយជាមូលហេតុដែលខ្ញុំចាប់ផ្ដើមមានការសង្ស័យហើយចាប់ផ្ដើមស្វែងរកផ្លូវផ្សេងទៀតបទពិសោធន៍ផ្ទាល់ខ្លួនរបស់ខ្ញុំធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានអ្វីមួយបាត់បង់ក្នុងជីវិតហើយខ្ញុំសួរខ្លួនឯងថាតើសាសនាលំបាកយ៉ាងនេះឬនេះគ្រាន់តែជាការបន្ថែមបន្ថយដោយអ្នកដើរតាមការប្រដៅជាច្រើនមិនបរិសុទ្ធទៀតឡើយខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែផ្លាស់ប្ដូរនោះហើយជាពេលដែលខ្ញុំត្រូវបានបងស្រីបង្កើតរបស់ខ្ញុំដែលជាគ្រីស្ទសាសនិកលើកទឹកចិត្តឲ្យខ្ញុំទៅព្រះវិហារជាមួយពួកគាត់ហើយខ្ញុំក៏បានទៅ
បន្ទាប់មកនៅពេលដែលខ្ញុំបានស្គាល់សាសនាគ្រីស្ទវាហាក់ដូចជាបើកចំហខ្លាំងណាស់អ្នកមានសេរីភាពក្នុងការធ្វើអ្វីៗស្ទើរតែទាំងអស់ទោះបីជាការបដៅពិតប្រាកដមានការហាមឃាត់ច្រើនយ៉ាងណាក៏ដោយប៉ុន្តែរបៀបដែលគេនិយាយអំពីសាសនាគ្រីស្ទសពថ្ងៃគឺអ្វីៗទាំងអស់សុទ្ធតែមិនអីទេឲ្យតែអ្នកស្រឡាញ់លោកយេស៊ូវជឿលើលោកយេស៊ូវលោកគឺជាការសង្គ្រោះរបស់អ្នកនោះអ្នកនឹងបានសង្គ្រោះនេះមើលទៅគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពីព្រោះពីមុនមានការហាមឃាត់ជាច្រើនប៉ុន្តែឥឡូវនេះមានការអនុញ្ញាតយ៉ាងច្រើនវិញពីព្រោះខ្ញុំចង់ធ្វើជាមនុស្សដែលមានការបដិញ្ញាចិត្តខ្ពស់កាលខ្ញុំជាពុទ្ធសាសនិកខ្ញុំចង់ធ្វើជាពុទ្ធសាសនិកដ៏ខ្ជាប់ខ្ជួនខេត្តអ្វីប្រសិនបើនោះជាសារពិតរបស់ព្រះវាមិនត្រឹមត្រូវទេដែលខ្ញុំទុកវាតែឯងខ្ញុំត្រូវតែចែករំលែកជាមួយមិត្តភ័ក្តិហើយខ្ញុំមានមិត្តភ័ក្តិអ៊ីស្លាមជាច្រើនដូច្នេះខ្ញុំចង់ចែករំលែកជាមួយពួកគាត់អំពីការបង្រៀនរបស់លោកយេស៊ូវបន្ទាប់មកនៅពេលខ្ញុំចាប់ផ្ដើមបេសកកម្មនិយាយទៅកាន់ពួកគាត់បានសួរសំណួរ2 3ដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលពួកគាត់ក៏ជឿលើលោកយេស៊ូវដែរអ្នកអ៊ីស្លាមជឿលើលោកយេស៊ូវគ្មានបញ្ហាក្នុងការជឿលើលោកយេស៊ូវនោះទេប៉ុន្តែអ្វីដែលខុសគ្នាគឺរបៀបដែលយើងជឿយើងថាលោកជាព្រះបិតាព្រះបុត្រាជាព្រះដ៏បរិសុទ្ធគំនិតនៃព្រះត្រីឯកជាដើមភ្លាមនោះខ្ញុំមានអារម្មណ៍ថាដល់ពេលដែលខ្ញុំត្រូវស្រាវជ្រាវបន្ថែមទៀតដើម្បីយល់កាន់តែច្បាស់អំពីសាសនាសច្ចៈនេះវាសំខាន់ណាស់ក្នុងការដឹងពីការពិតទាំងស្រុងមិនមែនការពិតតែមួយជ្រុងនោះទេតើដំណើរឆ្ពោះទៅកាន់សាសនាអ៊ីស្លាមរបស់អ្នកបានចាប់ផ្ដើមយ៉ាងដូចម្តេចហើយតើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីសាសនាអ៊ីស្លាមនៅពេលខ្ញុំចាប់ផ្ដើមបេសកកម្មប្រាប់មិត្តភ័ក្តិអំពីសាសនាគ្រីស្ទពួកគាត់បានសួរសំណួរមួយចំនួនដែលខ្ញុំឆ្លើយមិនរួចខ្ញុំក៏បានត្រឡប់ទៅជួបលោកគ្រូគង្វាលនិងសូមឲ្យគាត់បកស្រាយអំពីគំនិតនៃព្រះត្រីឯកព្រះបិតាបរិសុទ្ធព្រះបុត្រាបរិសុទ្ធនិងព្រះវិញ្ញាណបរិសុទ្ធពួកគាត់មិនអាចបញ្ចុះបញ្ចូលខ្ញុំបានទេព្រោះខ្ញុំចូលចិត្តគិតនិងសួរដេញដោលពួកគាត់គ្រាន់តែពោលថាចូលរងចាំព្រះវិញ្ញាណបរិសុទ្ធយើងមកគង់ជាមួយអ្នកចាំឲ្យព្រះវិញ្ញាណបរិសុទ្ធបញ្យល់អ្នកទៅនោះហើយជាអ្វីដែលពួកគាត់បាននិយាយហើយនោះជាអ្វីដែលខ្ញុំកំពុងរងចាំដូច្នេះខ្ញុំបានចាប់ផ្ដើមទូលអង្វរព្រះថាខ្ញុំមិនដឹងថានរណាជាព្រះពិតប្រាកដនៅពេលនេះទេខ្ញុំកំពុងស្វែងរកព្រះអង្គសូមព្រះអង្គចង្អុលបង្ហាញផ្លូវដល់ខ្ញុំផងអ្វីដែលខ្ញុំអាចធ្វើបានគឺបួងសួងដល់ព្រះដែលជ្រាបថាខ្ញុំកំពុងស្វែងរកព្រះអង្គខ្ញុំមិនប្រើឈ្មោះទៀតទេខ្ញុំពោលថាអោព្រះអង្គជ្រាបថាខ្ញុំកំពុងស្វែងរកព្រះអង្គភ្លាមនោះអារម្មណ៍ចង់អានគម្ពីរគូអានរបស់ខ្ញុំក៏កើតមានយ៉ាងខ្លាំងខ្ញុំចង់ដឹងថាតើអ្វីជាជំនឿរបស់អ៊ីស្លាមប៉ុន្តែគ្មាននរណាម្នាក់ផ្ដល់គម្ពីរគូអានឲ្យខ្ញុំឡើយសភាវគតិនៃការស្វែងរកការពិតរបស់ខ្ញុំគឺខ្លាំងក្លាណាស់អัลហាំឌុលីឡាខ្ញុំបានអានសៀវភៅរបស់អូម៉ាអ៊ីប៊ុន ខាតាបដែលជាខាលីហ្វទី2ដែលធ្លាប់ជាសត្រូវនៃអ៊ីស្លាមជាសត្រូវរបស់ព្យាការីនិងប្រកាសចង់សម្លាប់លោកប៉ុន្តែដោយសារគម្ពីរគូអានលោកត្រូវបានបំភ្លឺហើយលោកបានក្លាយជាអ្នកកាន់សាសនាអ៊ីស្លាមហើយមិនត្រឹមតែជាអ្នកកាន់សាសនាអ៊ីស្លាមតាមប្រពៃណីឬតាមឈ្មោះនោះទេលោកបានក្លាយជាសហការីរបស់ព្យាការីនិងជាខាលីហ្វទី2ហើយក្នុងចំនួនរបស់លោកអាណាចក្ររ៉ូមនិងភើសៀនទាំងមូលបានស្ថិតនៅក្រោមអាណាចក្រអ៊ីស្លាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏អស្ចារ្យបានកើតឡើងនោះបានបើកបេះដូងរបស់ខ្ញុំថាសាសនានេះពិតជាមានអំណាចខ្លាំងណាស់ដែលអាចផ្លាស់ប្ដូរបរិសម្នាក់នេះពីមនុស្សដែលប្រឆាំងនឹងអ៊ីស្លាមប្រឆាំងនឹងព្យាការីមកជាអ្នកកាន់អ៊ីស្លាមវិញនោះហើយជាការចាប់ផ្ដើមនៃដំណើររបស់ខ្ញុំឆ្ពោះទៅកាន់សាសនាអ៊ីស្លាមបន្ទាប់មកខ្ញុំបានរកឃើញថាសាសនាអ៊ីស្លាមហាក់ដូចជាមានភាពជាក់ស្ដែងនិងមានតុល្យភាពល្អខ្លាំងណាស់ពិតណាស់មានការអនុញ្ញាតនិងការហាមឃាត់ប៉ុន្តែការហាមឃាត់គឺតិចតួចបំផុតអ្នកបួងសួងប៉ុន្តែក្នុងពេលជាមួយគ្នានេះអ្នកត្រូវតែធ្វើការងារធ្ងន់ធ្ងរអ្នកអាចមានគ្រួសារអ្នកអាចធ្វើការជួញដូររៀបការអ្វីៗទាំងអស់មានតុល្យភាពល្អហើយភាពស្រស់ស្អាតនៅពេលដែលខ្ញុំរៀនកាន់តែច្រើនគឺសាសនាអ៊ីស្លាមល្អឥតខ្ចោះបកស្រាយអ្នកពី A ដល់ Z មានរបៀបរៀបរយស្រាប់អ្នកមិនបាច់បង្កើតផ្លូវផ្ទាល់ខ្លួនទៀតទេគ្រាន់តែប្រតិបត្តិតាមរបៀបហូបចុករបៀបផឹករបៀបស្លៀកពាក់របៀបនិយាយរបៀបធ្វើការអ្វីទាំងអស់មានលម្អិតខ្លាំងណាស់អ្វីដែលខ្ញុំមិនធ្លាប់បានបទពិសោធន៍ក្នុងសាសនាផ្សេងទៀតឡើយសាសនាផ្សេងទៀតគេអាចនិយាយបានប៉ុន្តែគ្មានភ័ស្តុតាងនិងគ្មានសេចក្តីលម្អិតប៉ុន្តែសម្រាប់អ៊ីស្លាមមិនមែនគ្រាន់តែជាពាក្យចចាមអារាមនោះទេគឺព្យាការីត្រូវបានបញ្ជូនមកដើម្បីបង្ហាញអ្វីទាំងអស់ដល់យើងតើអ្វីជាចំណុចសំខាន់ដែលបញ្ចុះបញ្ចូលអ្នកថាសាសនាអ៊ីស្លាមគឺជានិរន្តរភាពនិងជាការពិត 100% ពីព្រោះនៅពេលខ្ញុំសិក្សាស៊ីជម្រៅហើយខ្ញុំបានរៀនសូត្របន្ថែមជាបណ្ដើបន្ទាប់មកខ្ញុំបានទៅកាន់ទីក្រុងម៉ាឌីណាដើម្បីកសោបយកចំណេះដឹងបន្ថែមហើយយើងបានអានគម្ពីរគូអានអល់ហាំឌុលីឡាខ្ញុំបានរកឃើញថានេះគឺជាសៀវភៅតែមួយគត់របស់ព្រះដែលមិនធ្លាប់មានការផ្លាស់ប្ដូរមិនត្រូវបានកែច្នៃមិនត្រូវបានកែប្រែសូម្បីតែមួយវាខ្ជាក់ខាន់ក៏មិនអាចបដូរបានដែរគ្មានការឆ្គងឡើយនោះគឺជាអភូតហេតុមួយទៀតខ្ញុំមានមោទនភាពខ្លាំងណាស់ដែលបានជឿលើសៀវភៅដែលមានភាពបរិសុទ្ធ 100% តាំងពីថ្ងៃដែលត្រូវបានបញ្ជូនមករហូតមកដល់សប្តាហ៍ថ្ងៃដោយមិនផ្លាស់ប្ដូរនិងមិនកែប្រែសោះឡើយហើយនៅពេលដែលខ្ញុំធ្វើដំណើរជុំវិញពិភពលោកខ្ញុំធ្វើដំណើរទៅទីនេះទីនោះគ្រប់ទីកន្លែងដែលខ្ញុំទៅគម្ពីរគូអានគឺដូចគ្នាទាំងអស់ហើយនៅពេលដែលអ្នកមូស្លីមធ្វើការបួងសួងគឺប្រើភាសាតែមួយនៅពេលអំពាវនាវអាហ្សានគឺប្រើភាសាតែមួយសម្រាប់ការបួងសួងគឺភាសាតែមួយអល់ឡោះអាក់បារពីព្រោះនៅពេលខ្ញុំយល់ខ្ញុំជឿថាខ្ញុំបួងសួងថ្វាយអល់ឡោះខ្ញុំសូមឲ្យព្រះចង្អុលបង្ហាញផ្លូវដល់ខ្ញុំហើយនៅពេលដែលអារម្មណ៍នេះកើតមានយ៉ាងខ្លាំងក្នុងជីវិតខ្ញុំពោលថាខ្ញុំត្រៀមខ្លួនរួចរាល់ហើយអ្នកដឹងទេនៅពេលខ្ញុំចង់ខ្លាចជាអ្នកកាន់សាសនាអ៊ីស្លាមវាមិនងាយស្រួលនោះទេបងប្រុសអាហ្មាត់ខ្ញុំធ្លាប់គិតថាវាងាយស្រួលខ្ញុំផ្ទាល់បានទៅជួបលោកអ៊ីម៉ាមហើយសូមឲ្យគាត់ជួយពេលខ្លះខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញមិត្តភ័ក្តិអ៊ីស្លាមរបស់ខ្ញុំប្រាប់ថាខ្ញុំជាអ្នកកាន់អ៊ីស្លាមពួកគាត់សួរថាតាំងពីពេលណាហេតុអ្វីបានជាអ្នកជ្រើសរើសអ៊ីស្លាមវាដូចជាពួកគាត់មិនភ្ញាក់ផ្អើលដែលខ្ញុំខ្លាចជាអ្នកកាន់អ៊ីស្លាមទេប៉ុន្តែភ្ញាក់ផ្អើលថាហេតុអ្វីខ្ញុំជ្រើសរើសអ៊ីស្លាមទៅវិញវាធ្វើឲ្យខ្ញុំមានអារម្មណ៍សោកសៅខ្លាំងណាស់
ប៉ុន្តែខ្ញុំមិនបន្ទោសនរណាម្នាក់ទេតាមបទពិសោធន៍របស់ខ្ញុំពីពុទ្ធសាសនានិងគ្រិស្តសាសនាមនុស្សជាច្រើនគ្រាន់តែជាអ្នកប្រតិបត្តិតាមដោយមិនយល់ដឹងពួកគាត់គ្រាន់តែអះអាងថាខ្ញុំជាពុទ្ធសាសនិកខ្ញុំជាគ្រិស្តសាសនិកប៉ុន្តែពួកគាត់មិនដែលអានសៀវភៅឡើយតើមានគ្រិស្តសាសនិកប្រមាណអ្នកដែលអានគម្ពីរពិភពលោកតើមានពុទ្ធសាសនិកប្រមាណអ្នកដែលអានធម៌តិចតួចណាស់ប៉ុន្តែអ្នកមូស្លីមទាំងអស់អានគម្ពីរគូអានមនុស្សរាប់លានអ្នកទន្ទិញគម្ពីរគូអានចាំមាត់តើអ្នកអាចស្រមៃបានទេអពុទ្ធហេតុនេះពិតជាអស្ចារ្យណាស់ការនេះធ្វើឲ្យខ្ញុំកាន់តែរឹងមាំឡើងជំនឿរបស់ខ្ញុំចំពោះអល់ឡោះគម្ពីរគូអាននិងអ៊ីស្លាមបានរីកធំធាត់ជាលំដាប់បន្ថយចុះឡើយទោះបីជាខ្ញុំជួបប្រទះការប្រជុំមុខជាច្រើននៅទីនេះទីនោះក៏ដោយប៉ុន្តែវាមិនដែលកាត់បន្ថយជំនឿរបស់ខ្ញុំចំពោះអ៊ីស្លាមឡើយដូច្នេះខ្ញុំបានទៅវិហារអ៊ីស្លាមជួបលោកអ៊ីម៉ាមប្រាប់គាត់ពីបំណងរបស់ខ្ញុំហើយភ្លាមបន្ទាប់ពីខ្ញុំសូត្រឆាហាដាអល់ហាំឌុលីឡាខ្ញុំបានខ្លាចជាអ្នកកាន់សាសនាអ៊ីស្លាមប៉ុន្តែខ្ញុំមិនដឹងថានឹងទៅស្នាក់នៅឯណាទេនៅពេលនោះព្រោះខ្ញុំរស់នៅឯករាជ្យតាំងពីក្មេងខ្ញុំបានសុំការអនុញ្ញាតថាតើខ្ញុំអាចស្នាក់នៅក្នុងវិហារអ៊ីស្លាមបានទេព្រោះខ្ញុំមិនចង់ធ្វើឲ្យនរណាម្នាក់លំបាកព្រោះខ្ញុំឡើយខ្ញុំចូលចិត្តរស់នៅបែបនេះព្រោះកាលពីខ្ញុំនៅក្មេងកាលខ្ញុំជាពុទ្ធសាសនិកខ្ញុំរស់នៅក្នុងវត្តកាលខ្ញុំជាគ្រិស្តសាសនិកខ្ញុំបម្រើក្នុងព្រះវិហារដូច្នេះខ្ញុំចូលចិត្តកន្លែងគោរពបូជាបែបនេះព្រោះអ្នកមិនរំខាននរណាម្នាក់ហើយមនុស្សល្អៗទាំងអស់នឹងមកកាន់កន្លែងនេះមានតែអ្នកកាន់អ៊ីស្លាមដ៏ខ្ជាប់ខ្ជួនទេដែលមកវិហារអ៊ីស្លាមមានតែអ្នកកាន់គ្រីស្ទដ៏ខ្ជាប់ខ្ជួនទេដែលទៅព្រះវិហារប្រសិនបើមិនខ្ជាប់ខ្ជួនពួកគាត់មិនទៅឡើយដូច្នេះខ្ញុំបានសម្រេចចិត្តស្នាក់នៅក្នុងវិហារអ៊ីស្លាមរយៈពេល4ឆ្នាំប៉ុន្តែនៅវិហារផ្សេងៗគ្នាខ្ញុំធ្វើការផ្លាស់ប្ដូរមួយសប្តាហ៍នៅទីនេះពីរសប្តាហ៍នៅទីនោះប្រហែលខែនៅទីនោះអាស្រ័យលើបរិយាកាសកន្លែងនោះហើយវាល្អខ្លាំងណាស់ផ្ដល់អារម្មណ៍ល្អខ្ញុំក៏ស្នាក់នៅយូររយៈពេល4ឆ្នាំខ្ញុំស្នាក់នៅក្នុងវិហារអ៊ីស្លាមអល់ហាំឌុលីឡាខ្ញុំបានសម្រេចចិត្តត្រឹមត្រូវព្រោះនោះជាកន្លែងល្អបំផុតនិងជាផ្លូវលឿនបំផុតក្នុងការរៀនសូត្រព្រោះមនុស្សដែលមកវិហារអ៊ីស្លាមគឺជាអ្នកប្រតិបត្តិដូច្នេះខ្ញុំអាចសួរពួកគាត់និងរៀនសូត្រពីពួកគាត់បានតើគ្រួសាររបស់អ្នកមានប្រតិកម្មយ៉ាងណាដែរចំពោះការផ្លាស់ប្ដូរមកកាន់សាសនាអ៊ីស្លាមរបស់អ្នកគ្រួសារម្ដាយនិងឪពុករបស់អ្នកម្ដាយរបស់ខ្ញុំភ្ញាក់ផ្អើលបន្តិចព្រោះខ្ញុំជាកូនប្រុសពៅក្នុងគ្រួសារដូច្នេះខ្ញុំបារម្ភថាពួកគាត់នឹងឈឺចាប់ហើយពួកគាត់នឹងតាមរកខ្ញុំឬវាយប្រហារខ្ញុំឬបង្ខំឲ្យខ្ញុំធ្វើអ្វីមួយនោះជាការបារម្ភដែលខ្ញុំមានប៉ុន្តែអល់ឡោះអស្ចារ្យណាស់នោះហើយជាមូលហេតុដែលនៅពេលខ្ញុំខ្លាចជាអ្នកកាន់អ៊ីស្លាមខ្ញុំមិនដែលត្រឡប់ទៅផ្ទះទេខ្ញុំមិនដែលប្រាប់ឪពុកម្ដាយឡើយម្ដាយខ្ញុំនៅរស់លោកយាយខ្ញុំនៅទីនោះប៉ុន្តែខ្ញុំគ្រាន់តែសុំខ្លួនចេញដើម្បីឲ្យពួកគាត់មិនដឹងថាខ្ញុំនៅឯណាហើយមិនរំខានខ្ញុំបន្ទាប់មកគ្រូរបស់ខ្ញុំបានប្រាប់ថាអ្នកត្រូវតែត្រឡប់ទៅវិញជួបពួកគាត់និងនិយាយជាមួយពួកគាត់នៅពេលខ្ញុំទៅដល់ផ្ទះម្ដាយខ្ញុំពិតជាឈឺចាប់បន្តិចដំបូងគាត់បារម្ភថានឹងបាត់បង់កូនប្រុសដូច្នេះអល់ហាំឌុលីឡាខ្ញុំបានរៀនសូត្រខ្លះៗហើយពោលថាម៉ាក់ខ្ញុំជាកូនប្រុសរបស់ម៉ាក់ខ្ញុំជាជនជាតិចិនគាត់ក៏ចូលទៅក្នុងបន្ទប់ហើយបិទទ្វារប៉ុន្តែខ្ញុំបាននិយាយជាមួយលោកយាយបងប្អូនរបស់ខ្ញុំពួកគាត់បើកចិត្តទូលាយណាស់ពួកគាត់សប្បាយចិត្តពួកគាត់សួរខ្ញុំថាតើអ្នកខ្លាចជាអ្នកកាន់អ៊ីស្លាមតាំងពីពេលណាមានអ្វីកើតឡើងឥឡូវនេះពួកគាត់មានចិត្តទូលាយណាស់នោះធ្វើឲ្យខ្ញុំមានអារម្មណ៍សុវត្ថិភាពខ្លាំងណាស់បន្ទាប់មកខ្ញុំបានទៅផ្ទះញឹកញាប់ជាងមុនធ្វើឲ្យពួកគាត់មានអារម្មណ៍ល្អមិនបាច់បារម្ភថាខ្ញុំនៅឯណាទេខ្ញុំប្រាប់ពួកគាត់ថាខ្ញុំរស់នៅក្នុងផ្ទះធំមួយខ្ញុំមិនប្រាប់ថាខ្ញុំនៅវិហារអ៊ីស្លាមទេបន្ទាប់មកនៅពេលយើងកាន់តែជិតស្និទ្ធឲ្យពួកគាត់បានឃើញការផ្លាស់ប្ដូររបស់ខ្ញុំពួកគាត់មានមោទនភាពហើយគាត់មានអារម្មណ៍ស្រួលចិត្តជាងមុនព្រោះខ្ញុំត្រឡប់ទៅវិញខ្ញុំមិនរស់នៅជាមួយពួកគាត់ទេតែខ្ញុំទៅលេងចំណាយពេលជាមួយពួកគាត់និយាយជាមួយពួកគាត់ទិញផ្លែឈើនិងម្ហូបអាហារហាឡាលជូនពួកគាត់ដូច្នេះពួកគាត់មិនមានអារម្មណ៍ថាខុសប្លែកឡើយប្រសិនបើយើងបង្ហាញពីតម្លៃដ៏ស្រស់ស្អាតនៃអ៊ីស្លាមខ្ញុំជឿថាគ្រប់គ្នានឹងស្រឡាញ់អ៊ីស្លាមការចង្អុលបង្ហាញផ្លូវគឺមកពីអល់ឡោះតើមាននរណាម្នាក់ក្នុងគ្រួសារឬមិត្តភក្តិជិតស្និទ្ធរបស់អ្នកបានខ្លាចជាអ្នកកាន់សាសនាអ៊ីស្លាមបន្ទាប់ពីអ្នកដែរទេអល់ហាំឌុលីឡាបងប្រុសរបស់ខ្ញុំមុនពេលគាត់ទទួលមរណភាពគាត់បានខ្លាចជាអ្នកកាន់សាសនាអ៊ីស្លាមយើងបានធ្វើពិធីបុណ្យសពតាមអ៊ីស្លាមនៅក្នុងមជ្ឈមណ្ឌលរបស់យើងម្ដាយរបស់ខ្ញុំគាត់ក៏បានខ្លាចជាអ្នកកាន់សាសនាអ៊ីស្លាមដែរអល់ហាំឌុលីឡាមនុស្សច្រើននៅលោកខាងលិចក៏ដូចជានៅទូគីនិងនៅលើពិភពលោកព្យាយាមស្វែងរកក្តីស្ងប់ចិត្តតាមរយៈការតាំងសមាធិនិងព្រះពុទ្ធសាសនាតើព្រះពុទ្ធសាសនាអាចនាំមកនូវក្តីស្ងប់ចិត្តដល់ព្រលឹងមនុស្សបានពិតប្រាកដដែរទេហើយតើអ្វីជាភាពខុសគ្នារវាងការតាំងសមាធិនិងការបួងសួងសាឡាប្រសិនបើអ្នកសម្លឹងមើលអ្វីៗទាំងអស់អ្នកនឹងឃើញថានៅក្នុងសាសនាអ៊ីស្លាមគឺមានភាពល្អឥតខ្ចោះនិងមានតុល្យភាពជាងមិនមែនឲ្យអ្នកគ្រាន់តែអង្គុយតាំងសមាធិហើយមិនធ្វើអ្វីសោះនោះទេយើងជឿថារាល់ចលនាតែងតែនាំមកនូវពរជ័យបន្ថែមដូច្នេះការបួងសួងនៅក្នុងសាសនាអ៊ីស្លាមគឺស្រស់ស្អាតនិងល្អឥតខ្ចោះខ្លាំងណាស់ព្រោះសូម្បីតែការបួងសួងរបស់យើងក៏មិនមែនយើងបង្កើតដោយខ្លួនឯងដែររាល់ការសូត្រដែលយើងសូត្រក្នុងការបួងសួងមិនមែនមកពីអ្នកមកពីខ្ញុំឬនរណាម្នាក់ឡើយគឺត្រូវបានបង្រៀនដោយអល់ឡោះដល់ព្យាការីហើយលោកបានបង្រៀនមកយើងជាវិធីទំនាក់ទំនងដ៏វិសេសវិសាលអ្នកមានការអោនលំទោននិងការក្រាបថ្វាយបង្គំពិតណាស់ប្រសិនបើអ្នកត្រឡប់ទៅកាន់ធម៌ព្រះពុទ្ធត្រឡប់ទៅការប្រដៅរបស់លោកម៉ូសេនិងលោកយេស៊ូពួកគាត់ក៏មានការអោនលំទោននិងក្រាបថ្វាយបង្គំដែរប៉ុន្តែបន្ទាប់មកមនុស្សមិនបានប្រតិបត្តិតាមហើយចាប់ផ្ដើមផ្លាស់ប្ដូរមនុស្សជំនាន់ក្រោយបានភ្លេចការប្រដៅទាំងស្រុងគ្មានអ្វីសម្រាប់យោងទៀតឡើយសិភៅដើមសម្រាប់យោងគឺគ្មានទៀតទេដូចគ្នានឹងធម៌ដែរអ្វីត្រូវបានបកប្រែហើយគ្រប់យ៉ាងស្ថិតនៅក្រៅការគ្រប់គ្រងគម្ពីរថូរ៉ាគ្មានទៀតទេត្រូវជំនួសដោយថលមុតហើយគម្ពីរអិនជីលក៏ត្រូវផ្លាស់ប្ដូរដែរលើកលែងតែអភូតហេតុនៃគម្ពីរគួរអានដែលនៅតែមិនផ្លាស់ប្ដូរនិងរក្សាទម្រង់ដើមរហូតមកដល់សព្វថ្ងៃពេលតាំងសមាធិតើមនុស្សព្យាយាមមិនគិតអ្វីសោះមែនទេ
ហើយតើអ្នកគិតថាវាអាចទៅរួចនិងមានប្រយោជន៍ដល់ព្រលឹងពិតប្រាកដដែរឬទេ ការតាំងសមាធិគឺជាវិធីមួយដើម្បីបង្រៀនអ្នកឲ្យជំនះគំនិតអវិជ្ជមានទាំងនេះខ្ញុំចាត់ទុកការតាំងសមាធិជាការសម្អាតចិត្តឆ្លុះបញ្ចាំងនិងរំលឹកឡើងវិញនៅអ្វីៗអវិជ្ជមានទាំងអស់ដែលអ្នកមានហើយព្យាយាមសម្អាតវាអ្វីដែលអវិជ្ជមានអ្នកត្រូវតែព្យាយាមជំនះដោយវិជ្ជមានដូច្នេះអ្នកត្រូវតែឆ្លុះបញ្ចាំងឲ្យបានច្រើនប្រសិនបើអ្នកមិនគិតពីអវិជ្ជមានទេវានឹងមិនជួយអ្នកឡើយអ្នកត្រូវតែគិតថាអ្វីៗដែលកើតឡើងសុទ្ធតែមានហេតុផលនោះហើយជាមូលហេតុដែលមានកម្មផលរាល់រឿងរ៉ាវដែលកើតឡើងនៅពីក្រោយរឿងអាក្រក់ទាំងអស់ដែលកើតឡើងជុំវិញខ្លួនយើងគឺមានមេរៀនត្រូវរៀនអ្នកត្រូវតែមានគំនិតវិជ្ជមានជានិច្ចអល់ឡោះមិនដែលបង្កើតអ្វីមួយដោយគ្មានហេតុផលសម្រាប់យើងក្នុងនាមជាអ្នកកាន់អ៊ីស្លាមឡើយព្រោះសាសនាអ៊ីស្លាមល្អឥតខ្ចោះច្បាស់លាស់ងាយស្រួលក្នុងការផ្សារភ្ជាប់និងបញ្យល់ដូច្នេះការតាំងសមាធិជាវិធីមួយនៅពេលនោះប៉ុន្តែវិធីល្អបំផុតនៅក្នុងសាសនាអ៊ីស្លាមតើអ្នកអាចស្រមៃបានទេមុនពេលអ្នកចាប់ផ្ដើមបួងសួងសាឡាតតើអ្នកត្រូវធ្វើអ្វីអ្នកត្រូវតែសម្អាតរាងកាយរបស់អ្នកត្រូវតែយកវូឌូអ្នកឃើញទេថាសាសនាអ៊ីស្លាមល្អឥតខ្ចោះយ៉ាងណាហើយតើអ្នកបានរៀនអ្វីខ្លះពីការលាងដៃមាត់ច្រមុះមុខរបស់អ្នកព្រោះកន្លែងទាំងនេះត្រូវបានប៉ះពាល់នឹងលោកីហើយអ្វីៗជុំវិញខ្លួនយើងសុទ្ធតែមានភាពសៅហ្មងនោះហើយជាមូលហេតុដែលខ្ញុំតែងតែរំលឹកសិស្សនិងមនុស្សគ្រប់គ្នាដែលខ្ញុំជួបថាសូមកុំរំលងការបួងសួងសាឡាតឲ្យសោះគ្រាន់តែរក្សាការផ្សារភ្ជាប់ជាមួយអល់ឡោះអល់ឡោះតែងតែគង់នៅជាមួយអ្នកជានិច្ចទោះបីជាអ្នកស្ថិតក្នុងស្ថានភាពអាក្រក់យ៉ាងណាឬសោកសៅយ៉ាងណាក៏ដោយសូមកុំរំលងការបួងសួងឲ្យសោះតើអ្វីដែលធ្វើឲ្យអ្នកចាប់អារម្មណ៍បំផុតអំពីព្យាការីមូហាម៉ាត់ សូមអល់ឡោះប្រទានពរនិងសន្តិភាពដល់លោកគ្មានអ្វីដែលខ្ញុំអាចប្រៀបធៀបបានឡើយព្រោះលោកត្រូវបានបញ្ជូនមកជាក្តីមេត្តាករុណាសម្រាប់យើងទាំងអស់គ្នាលោកបានចំណាយពេលយ៉ាងច្រើនដើម្បីបង្ហាញផ្លូវឆ្ពោះទៅកាន់អល់ឡោះដល់យើងហើយលោកគឺជាផ្លូវនោះដូច្នេះកុំមើលរំលងសុនណារបស់ព្យាការីឲ្យសោះខ្ញុំចង់អំពាវនាវដល់បងប្អូនអ៊ីស្លាមទាំងអស់មិនថានៅទីណាក៏ដោយកុំមើលរំលងព្យាការីឡើយអ្នកពោលថាអ្នកជឿលើអល់ឡោះអល់ឡោះបានដាក់លក្ខខណ្ឌមួយប្រសិនបើអ្នកស្រឡាញ់អល់ឡោះចូលប្រតិបត្តិតាមអ្នកនាំសាររបស់ទ្រង់ដូច្នេះចូលរៀបសារអ្វីដែលអល់ឡោះនិងព្យាការីបានត្រាស់គ្រាន់តែប្រតិបត្តិតាមអ្នកនឹងមិនខុសឆ្គងឡើយ ខ្ញុំជាជនជាតិចិនអ្នកប្រហែលជាមានអារម្មណ៍សោកសៅដែលប្រជាជាតិរបស់អ្នកដែលមានប្រជាជនជាង1 ប៊ីលានអ្នកភាគច្រើនជាអ្នកមិនជឿលើព្រះនាពេលបច្ចុប្បន្នតើអ្នកគិតថាយើងអាចបំបែកបេះដូងរបស់ពួកគាត់យ៉ាងដូចម្តេចតើយើងអាចណែនាំពួកគាត់ឲ្យស្គាល់សាសនាអ៊ីស្លាមដោយរបៀបណាតើអ្វីជាវិធីសាស្ត្រតាមគំនិតរបស់អ្នក នោះហើយជាមូលហេតុដែលខ្ញុំកំពុងធ្វើការយ៉ាងសកម្មខ្ញុំបាននិយាយជាមួយពួកគាត់ហើយខ្ញុំតែងតែបង្កើតទំនាក់ទំនងជាមួយពួកគាត់ខ្ញុំបើកចិត្តទូលាយណាស់ហើយខ្ញុំមានអារម្មណ៍ថាពួកគាត់ក៏បើកចិត្តទូលាយដែរបងប្រុសអាហ្មាតនៅពេលខ្ញុំនិយាយទៅកាន់ប្រជាជនរបស់ខ្ញុំដែលជាអ្នកមិនជឿលើព្រះខ្ញុំពោលថាបងប្អូនហើយតើអ្នកដឹងទេថាទី1នៅពេលអ្នកពោលថាខ្ញុំមិនជឿលើព្រះណាមួយឡើយអ្នកបានដើរមកដល់ពាក់កណ្ដាលផ្លូវនៃសាសនាអ៊ីស្លាមហើយព្រោះនៅពេលអ្នកចង់ខ្លាយជាអ្នកមូស្លីមអ្នកត្រូវតែពោលថាឡាអ៊ីឡាហាគ្មានព្រះឯទៀតឡើយអ្នកគ្រាន់តែបន្តអ៊ីឡាឡោះប៉ុណ្ណោះវាងាយស្រួលណាស់អ្នកមានឡាអ៊ីឡាហារួចហើយប្រសិនបើអ្នកបន្តអល់ហាំឌូលីឡាដូច្នេះខ្ញុំធ្វើឲ្យពួកគាត់យល់និងមានអារម្មណ៍ថាសាសនាអ៊ីស្លាមនៅទីនេះគឺស្រស់ស្អាតងាយស្រួលនិងសាមញ្ញអល់ឡោះមិនដែលធ្វើឲ្យអ្នកលំបាកឡើយរហូតមកដល់សប្តាហ៍ថ្ងៃគ្រប់ទីកន្លែងដែលខ្ញុំធ្វើដំណើរខ្ញុំជួបប្រជាជនខ្ញុំតែងតែនិយាយជាមួយពួកគាត់ហើយអល់ហាំឌុលីឡាមនុស្សមួយចំនួនបានប្រែជាមានគំនិតវិជ្ជមានខ្លាំងហើយកំពុងរៀនសូត្រនាពេលនេះខ្ញុំផ្ដល់គម្ពីរគួរអានឲ្យពួកគាត់ខ្ញុំប្រាប់ថាចូលអានន័យរបស់វាហើយបន្ទាប់ពីរយៈពេល2ឆ្នាំពួកគាត់មកជួបខ្ញុំហើយពោលថាអរគុណሼខខ្ញុំបានអានគម្ពីរគួរអានទាំងមូលហើយវាពិតជាអស្ចារ្យនិងគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ពួកគាត់មានគំនិតវិជ្ជមានខ្លាំងណាស់ពិតណាស់ការចង្អុលបង្ហាញផ្លូវគឺមកពីអល់ឡោះយើងមានអារម្មណ៍សោកសៅប៉ុន្តែកុំអស់សង្ឃឹមចូលបន្តបួងសួងនិងធ្វើឲ្យអស់ពីសមត្ថភាពហើយទម្រង់នៃការអំពាវនាវដ៏ល្អបំផុតគឺការបង្ហាញគំរូល្អសកម្មភាពមានសម្លេងខ្លាំងជាងពាក្យសម្ដី ប្រសិនបើមានឱកាសនិយាយទៅកាន់អ្នកមិនមែនអ៊ីស្លាមទាំងអស់នៅលើពិភពលោកតើអ្នកចង់ពោលអ្វីទៅកាន់ពួកគាត់ប្រសិនបើអ្នកមានពេលត្រឹមតែបន្តិចបន្តួច ដូច្នេះខ្ញុំតែងតែរំលឹកមនុស្សអំពីភាពខុសគ្នាធំរវាងមូស្លីមនិងអ៊ីស្លាមអ៊ីស្លាមគឺជាការបង្រៀនចំណែកមូស្លីមគឺជាមនុស្សដែលដើរតាមអ៊ីស្លាមខ្ញុំមានមោទនភាពដែលបានក្លាយជាមូស្លីមព្រោះខ្ញុំប្រតិបត្តិតាមអ៊ីស្លាមមិនមែនអ៊ីស្លាមប្រតិបត្តិតាមខ្ញុំឡើយសូមយល់ពីភាពខុសគ្នារវាងអ៊ីស្លាមនិងមូស្លីមហើយអ៊ីស្លាមមិនមែនជារបស់ពូជសាសន៍ណាមួយឡើយគឺជារបស់យើងទាំងអស់គ្នា នោះហើយជាមូលហេតុដែលពី ISLAM ខ្ញុំតែងតែបកប្រែជាភាសាអង់គ្លេសថា I shall love all mankind ខ្ញុំនឹងស្រឡាញ់មនុស្សជាតិទាំងមូលប្រសិនបើអ្នកមិនយល់សូមសួរនឹងរៀនសូត្រប៉ុន្តែរៀនសូត្រពីប្រភពត្រឹមត្រូវហើយកុំអយុត្តិធម៌ចំពោះមនុស្សល្អយើងត្រៀមខ្លួនរួចរាល់ហើយកុំបារម្ភយើងមិនមែននៅទីនេះដើម្បីកាត់ក្តីនរណាម្នាក់ឡើយព្រោះអ្នកទាំងអស់គ្នាមានឱកាសក្នុងការស្វែងរកការពិតធ្វើជាមនុស្សសុចរិតនិងធ្វើជាអ្នកមូស្លីមដ៏ខ្ជាប់ខ្ជួនព្រោះអ៊ីស្លាមជារបស់យើងទាំងអស់គ្នា សូមអល់ឡោះប្រទានពរ Sheikh Hussein Yi អរគុណច្រើនដែលបានចំណាយពេលជាមួយយើងមានកិត្តិយសណាស់ដែលបានជួបអ្នកហើយសូមអល់ឡោះប្រទានពរនិងថែរក្សាអ្នក អាមីនបងប្រុសអាហ្មាត់